ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel គូហ្វ្រាសម្រាប់រឿងហើយថ្ងៃនេះផងដែរអេដមីនបានយកសាច់រឿងរបស់យើងភាគ4មកសម្រាប់បន្តទៀតហើយចង់ដឹងថាភាគ4របស់យើងល្អមើលខ្លាំងប៉ុណ្ណាយើងចូលទៅទស្សនាសាច់រឿងរបស់យើងទាំងអស់គ្នាប៉ុន្តែកុំតន់សូមបងប្អូនកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យអេដមីនផងតាមសាច់រឿងរបស់យើងក៏យើងបានឃើញថាគឺមានរឿងអ្វីម្យ៉ាងបានកើតឡើងនៅពាក់កណ្ដាលទីក្រុងហើយពេលនោះយើងក៏បានឃើញមានប្រជាជនជាច្រើនគាត់កំពុងតែរត់ចេញពេលនោះយើងក៏បានឃើញលោកពូម្នាក់គាត់ក៏បាននិយាយឲ្យពួកយើងទាំងអស់គ្នានឹងឆាប់រត់ចេញទៅសពតែពេលនោះយើងក៏បានឃើញដៃវៃម្យ៉ាងហ្នឹងក៏បានចាប់ជើងមនុស្សម្នាក់តែដៃនោះផងដែរវាគឺជាបិសាចឬក៏ជាស៊ូមប៊ីមិនដឹងនោះទេហើយដៃបិសាចនោះផងដែរវាក៏បានចាប់ជើងលោកអ៊ំម្នាក់បានធ្វើឲ្យលោកអ៊ំនោះគាត់ដួលនៅកន្លែងទីក្រុងនោះផងដែរហើយលោកអ៊ំនោះគាត់ក៏បានស្រែកហៅគេជួយប៉ុន្តែគឺគ្មានអ្នកណាជួយគាត់នោះទេពេលនោះហ្នឹងមានបរិមម្នាក់ទៀតហ្នឹងគាត់ក៏បានស្រែកថាលោកប្រធានរំពេចនោះបិសាចនោះវាក៏បានមកខំលោកអ៊ំម្នាក់នោះហើយលោកអ៊ំគាត់ក៏បានស្រែកថាឆាប់ចេញទៅឆាប់យកក្មេងហ្នឹងរត់ចេញទៅហើយនឹងជួយសង្គ្រោះក្មេងហ្នឹងឲ្យមានជីវិតផងហើយពេលនោះបិសាចហ្នឹងនឹងគ្នារបស់វាក៏បានសម្លាប់លោកអ៊ំម្នាក់នោះស្របពេលនោះយើងក៏បានឃើញថាមានបរិមម្នាក់ហ្នឹងគាត់ក៏បានឲ្យបរិមម្នាក់ទៀតហ្នឹងឆាប់បញ្ញាប់រត់ទៅបើមិនចឹងនោះទេប្រកាសជាស្លាប់ហើយពួកគាត់ទាំងពីរក៏បានរត់គេចពីបិសាចនោះហើយស្របពេលនោះយើងក៏បានឃើញថាមានបិសាចផ្សេងទៀតក៏បានសម្លាប់មនុស្សផងដែរភ្លាមនោះយើងក៏បានឃើញថាមានក្មេងប្រុសម្នាក់ហ្នឹងគាត់ក៏បានរត់ចេញមកទឹកមុខគាត់ភ័យខ្លាចខ្លាំងមែនទែនហើយក៏បានស្រែកថាបងស្រីពេលនោះមានបរិមម្នាក់ទៀតគាត់ក៏បានស្រែកថាហេកូនក្មេងឆាប់រត់ចេញឲ្យឆ្ងាយពីនេះទៅពីព្រោះថាកន្លែងនោះវាកំពុងតែមានបិសាចជាច្រើនហើយពេលនោះក្មេងនោះក៏នៅបន្តស្រែកទៀតថាបងស្រីហើយយើងក៏បានឃើញថាពួកបិសាចជាច្រើនហ្នឹងកំពុងតែរត់សម្ដៅមករកក្មេងនោះស្របពេលនោះយើងក៏បានឃើញថាមានបរិមម្នាក់គាត់ឈ្មោះចាងយងហាន់មានលោកពូម្នាក់ហ្នឹងគាត់កំពុងតែអោបកូនស្រីរបស់គាត់ហើយកូនស្រីរបស់គាត់គឺត្រូវរបួសនៅនឹងក្បាលភ្លាមនោះពួកបិសាចបំរុងមកសម្លាប់ក្មេងទូចម្នាក់នោះលោកចាងយូហាន់ក៏បានមកជួយសង្គ្រោះក្មេងនោះដែលបានយកដាវរបស់គាត់ហ្នឹងមកកាត់ក្បាលបិសាចនោះពេលនោះលោកពូម្នាក់ទៀតគាត់ក៏បានស្រែកថាចាងយូហាន់ឆាប់រត់ចេញមកស្របពេលនោះលោកចាងយូហាន់ក៏ចាប់ក្មេងនោះរត់យ៉ាងលឿនពេលនោះអូនទុយគាត់ក៏បាននិយាយថាអ្នកកំពុងធ្វើអីចាប់លេងគាត់ទៅខ្ញុំទៅតែជួយបងស្រីរបស់ខ្ញុំហើយពេលនោះលោកចាងយូហាន់គាត់ក៏បានវាយអូនទូចនោះឲ្យសន្លប់តែម្ដងទៅបន្ទាប់មកគាត់ក៏សុំទោសអូនទូចវាមិនមែនជាកំហុសរបស់ឯងទេហើយវាគ្រាន់តែជាពិភពលោកដែលយើងត្រូវតែរស់នៅកាត់មកជុតបន្ទាប់យើងក៏បានឃើញមានប្រជាជនជាច្រើនគាត់កំពុងតែនៅកន្លែងមួយពេលនោះយើងឃើញថាមានលោកពូម្នាក់គាត់ក៏បានយកទូរស័ព្ទរបស់គាត់មើលហើយបានឮថាមានការផ្ទុះឡើងមួយមិនប្រក្រតីបានកើតឡើងហើយខណៈនោះផងដែរមានក្មេងប្រុសម្នាក់ទៀតគាត់កំពុងតែអោបអាណត្តិអ្វីម្យ៉ាងនោះទេវាមិនមែនជាកំហុសរបស់បងទេអូនសម្លាញ់ដោយសារតែអូនរត់យឺតពេកសូមអូនកុំបន្ទោសបងអីបន្តមកទៀតមានបរិមម្នាក់ទៀតគាត់ពាក់មួកគាត់ក៏និយាយថាខ្ញុំសង្ឃឹមថារដ្ឋាភិបាលគាត់នឹងឲ្យហាងថ្មីមកខ្ញុំវិញក៏ព្រោះតែគាត់បានបាត់បង់ហាងរបស់គាត់នៅពេលនោះបន្ទាប់មកយើងក៏ឃើញថាអូនទុយរបស់យើងគាត់កំពុងតែអង្គុយនៅតែម្នាក់ឯងពេលនោះលោកចាងយូហានគាត់ក៏បានមកដល់ហើយគាត់ក៏សួរទៅអូនទុយនោះថាអូនទុយឯងគេងលក់ស្រួលទេអូនទុយឯងគេងអស់រយៈពេល3ថ្ងៃហើយតើអូនទុយឯងអត់ឃ្លានអ្វីទេឬហើយលោកចាងយូហានគាត់ក៏បានឲ្យនំមួយកញ្ចប់ទៅអូនទុយនោះពេលនោះអូនទុយគាត់ក៏បានយកនំនឹងគប់ចោលហើយពេលនោះទឹកមុខរបស់អូនទុយនោះពិតជាក្រៀមក្រំខ្លាំងមែនតើរួចអូនទុយក៏និយាយថាឆាប់ចេញឲ្យឆ្ងាយទៅគាត់ចង់នៅម្នាក់ឯងហេតុអីបានជាលោកជួយសង្គ្រោះខ្ញុំពេលនោះយើងក៏បានឃើញថាមានមនុស្សជាច្រើនគាត់ក៏បានរត់មករកនំដែលអូននោះបានគប់ចោលហើយបរិមម្នាក់នោះគាត់ក៏បាននិយាយថាខ្ញុំបានឃើញមុនវាជារបស់ខ្ញុំហើយអ្នកខ្លះទៀតក៏និយាយថាវាពិតជាមានក្លិនល្អខ្លាំងណាស់ពេលនោះលោកចាងយូហានគាត់ក៏សម្លឹងមើលគាត់ក៏បានដាំមកចិត្តអូនទូចនោះរួចក៏និយាយថាសិនបើជាឯងចង់សងសឹកឲ្យគ្រួសាររបស់ឯងឆាប់ទៅយកនំប៉័ងនោះត្រឡប់មកវិញមកឬដូចនោះអូនទូចគាត់ក៏ងើបឡើងបន្ទាប់មកទៀតយើងក៏បានឃើញថាលោកពូម្នាក់គាត់បំរុងតែហូបនំប៉័ងនោះបាត់ទៅហើយអូនទូចរបស់យើងគាត់ក៏រត់ទៅដណ្ដើមនំប៉័ងនោះមកវិញឆាប់ឲ្យនំប៉័ងនោះមកឲ្យខ្ញុំវិញប៉ុន្តែពេលនោះលោកពូម្នាក់នោះគាត់ក៏បានវាយអូនទូចនោះឲ្យដួលបន្ទាប់មកក៏និយាយថាតើឯងចង់លួចនំប៉័ងរបស់យើងមែនទេអូនទូចយើងគាត់ក៏ខឹងម្ដងទៀតពេលនោះមានមីម្នាក់គាត់បំរុងតែហូបនំប៉័ងរួចទៅហើយអូនទូចរបស់យើងគាត់ទៅយកនំប៉័ងនោះមកវិញហើយអូនទូចបាននិយាយទៅកាន់អ៊ីម្នាក់នំប៉័ងនោះជារបស់ខ្ញុំទេឆាប់ឲ្យវាមកខ្ញុំវិញមកអ្នកមីម្នាក់នោះគាត់ក៏បានស្រែកថាតើអ្នកឯងកំពុងធ្វើអីរួចគាត់ក៏យកដៃរបស់គាត់រុញមុខក្មេងនោះហើយក៏ចោទរបស់គាត់ដែរបានធ្វើឲ្យមុខក្មេងនោះដាច់រលាត់ផងដែរពេលនោះអូនទូចគាត់ក៏បានដាំមកចិត្តលោកចាងយូហានវិញលោកចាងយូហានគាត់ក៏និយាយទៅវិញថាតើឯងនៅចង់សងសឹកទៀតអត់ក្មេងនោះគាត់ក៏កើតបន្តមកទៀតគាត់ក៏ស្រក់ទឹកភ្នែកហើយការប៉ັດទៅរឿងទាំងនោះគឺគ្រាន់តែជាការយល់សប្តិរបស់លីឈិនតែប៉ុណ្ណោះក្នុងពេជ្រនោះលីឈិនយើងគាត់ក៏
ក៏ដឹងខ្លួនឡើងវិញដោយសារតែមាននរណាម្នាក់ហ្នឹងបានយកទឹកមកជះលើមុខគាត់ពេលដែលគាត់ក្រោកឡើងមកវិញគឺគាត់ឃើញថាមានអូនទូចហ្នឹងហើយនឹងអូនស្រីស្អាតហើយនឹងលោកគ្រូគាត់កំពុងតែនៅក្បែរគាត់ពេលនោះលោកគ្រូគាត់ក៏បាននិយាយថានេះគឺជាការព្យាបាលដ៏មានប្រសិទ្ធភាពហើយវាមិនមែនជាភាពមិនប្រក្រតីពីកំណើតរបស់ឯងទេឬក៏វាហាក់បីដូចជាមានអ្នកថ្មីមួយចំនួននៅជុំវិញយើងអញ្ចឹងហើយលីឆាន់គាត់ក៏បានលើកដៃរបស់គាត់តែមានរឿងអ្វីកើតឡើងហើយលោកគ្រូគាត់ក៏បានប្រាប់ថាប្រតិកម្មហ្នឹងវាមិនប្រក្រតីនោះទេពេលនោះលីឆាន់យើងគាត់ក៏បានសម័យទៀតថាគាត់គឺបានកំពុងតែដេកហើយក៏មានបិសាចស្រីម្នាក់នោះក៏និយាយទៅកាន់លីឆាន់ថានៅពេលនេះធម្មពលរបស់ឯងវាមិនទាន់គ្រប់គ្រាន់នៅឡើយទេពេលនោះលីឆាន់របស់យើងគាត់ក៏បានគិតថាតើខ្ញុំគួរតែថែរក្សាវិញ្ញាណដែលចង់លាបទៅបាក់ខ្ញុំនោះបានទេពេលនោះដែរយើងក៏បានឃើញថាមានបរិស3នាក់គាត់ក៏បានដើរមកដល់ហើយបរិស2នាក់នោះគាត់បានដើរនៅពីក្រោយហើយគាត់មើលទៅដូចជាគ្រូសិស្សអញ្ចឹងប៉ុន្តែក៏មើលសក់គាត់អីឌឺខ្លាំងណាស់ហើយលោកគ្រូសិស្សហ្នឹងគាត់ក៏បាននិយាយទៅកាន់លោកចាងយូហានថាតាមលទ្ធផលប្រឡងហ្នឹងយ៉ាងម៉េចទៅហើយពេលនោះលោកចាងយូហានគាត់ក៏បានយកក្រដាសមួយទៅឲ្យគាត់ហើយលោកគ្រូគាត់និយាយថាការប្រឡងហ្នឹងគឺត្រូវបានបញ្ចប់ទៅហើយនេះគឺជាលទ្ធផលលោកឈិនស៊ីជីគាត់ក៏បានយកមើលគាត់ក៏បានមើលនៅក្នុងក្រដាសហ្នឹងមានអ្នកជាប់3នាក់មែនទេហើយចុះអ្នកផ្សេងទៀតពេលនោះលីឆាន់របស់យើងគាត់ក៏គិតថាតើវាទៅរួចដែរទេដែលកញ្ញាខ្វល់រលីនហ្នឹងគាត់ធ្លាក់ហើយខណៈពេលនោះយើងក៏បានឃើញថាទៅមុខលោកគ្រូឈិនស៊ីជីគាត់ក៏ឆ្ងល់រួចនិយាយថាឯងឆាប់ចេញពីទីនេះទៅពេលនោះយើងក៏បានឃើញមានបរិសម្នាក់ទៀតគាត់ក៏បានមកដល់ជាមួយកម្លាំងដ៏ចម្លែករួចក៏និយាយទៅកាន់លោកឈិនស៊ីជីតើលោកហ្នឹងអត់ចេះគ្រប់គ្រងការប្រឡងហ្នឹងមែនពេលនោះលោកឈិនស៊ីជីគាត់ក៏បានស្រែកមួយទំហឹងទៅកាន់លោកចាងយូហានតើហេតុអីបានជាលោកលាក់ការពិតថានរណាម្នាក់ហ្នឹងបានបាត់បង់ការគ្រប់គ្រងលើភាពមិនច្បាស់លាស់របស់ពួកគេហើយសាច់រឿងវគ្គ4របស់យើងក៏បានចប់នៅត្រឹមនេះហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាសាច់រឿងរបស់យើងតើបងប្អូនយល់យ៉ាងណាដែរនឹងការសម្ដែងរឿងរបស់ admin ហើយបើមានកន្លែងណាដែល admin សម្ដែងមិនត្រឹមត្រូវសូមជួយអខន្តីអភ័យទោសឲ្យ admin ផងហើយ admin សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយគាំទ្រ channel admin ម្នាក់មួយផងនិងកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងដើម្បីតាមដានទស្សនាសាច់រឿងយើងបន្តទៀតហើយជាចុងក្រោយ admin មានតែពាក្យថាសូមអរគុណដល់ fan ទាំងអស់គ្នាដែលខំចំណាយពេលមកតាមដានទស្សនារឿងរបស់យើងហើយ admin មានតែពាក្យថាសូមអរគុណសូមគោរពលាជួបគ្នានៅវគ្គបន្តភាគ5របស់យើងបាយបាយ